ប្រាសាទកោះកេរនៅតែស្អាតនេះគឺជាដំណើរកម្សាន្តរបស់ខ្ញុំនិងក្រុមគ្រួសារក៏ដូចជាជាមួយនឹងពូមីមីទៅកាន់ប្រាសាទកោះកេរនៅក្នុងទឹកដីខេត្តព្រះវិហារយើងទៅលេងប្រាសាទកោះកេរគឺយើងចំណេញនៅក្នុងការទស្សនាដោយសារតែនៅពេលដែលយើងធ្វើដំណើរតាមផ្លូវយើងក៏អាចឈៀងចូលលេងប្រាសាទបឹងមាលាបានដែរដោយសារតែនៅជាប់នឹងផ្លូវដែលយើងត្រូវធ្វើដំណើរទៅលេងនៅប្រាសាទកោះកេរនឹងតែម្ដងទីសោនៅតំបន់ប្រាសាទកោះកេរនេះក៏យើងមានប្រាសាទផ្សេងជាច្រើនទៀតនៅជុំវិញដោយនៅទីនោះមានដូចជាប្រាសាទចិនប្រាសាទ5ប្រាសាទនាងខ្មៅដែលយើងទៅលេងទីនោះគឺយើងបានស្គាល់ប្រាសាទច្រើនបន្ថែមទៀតក្រៅពីប្រាសាទកោះកេរដែរសម្រាប់ការទៅលេងនៅប្រាសាទកោះកេរសានេះគឺគោលបំណងធំរបស់យើងគឺមិនមែនទៅលេងប្រាសាទទេដែលគោលបំណងធំរបស់ខ្ញុំគឺទៅលេងផ្ទះរបស់បងប្អូនទេក៏ប៉ុន្តែរាល់ពេលដែលយើងទៅគឺយើងមិនដែលភ្លេចទេតែងតែឈៀងចូលទៅលេងប្រាសាទកោះកេរពីព្រោះដោយសារតែប្រាសាទកោះកេរនៅមិនឆ្ងាយប្រហែលនេះគឺយើងត្រូវចំណាយពេលប្រហែលជាត្រឹមតែ15នាទីអីទេគឺយើងនឹងទៅដល់ប្រាសាទហើយបន្ទាប់ពីទស្សនាប្រាសាទរួចហើយយើងក៏បានត្រឡប់មកវិញហើយនេះគឺជាសមាជិកទាំងអស់ដែលបានទៅនឹងមិនក្រោមពី30នាក់ទេជួនដែលចូលឆ្នាំគឺខាងអាជ្ញាធរក៏បានរៀបចំកន្លែងថតរូបសង្ក្រាន្តអញ្ចឹងយើងក៏បានថតរូបដោយសារតែនៅទីនេះយើងមើលទៅឃើញស្អាតក្រោយពីបញ្ចប់ការទស្សនាប្រាសាទការជួបជុំបងប្អូនគឺយើងតែងតែមានហើយការធ្វើអីញ៉ាំជុំគ្នាដែលពេលជួបគ្នាម្ដងមិនខ្វះអីទេញ៉ាំមានតាំងពីសាច់អាំងគ្រឿងញ៉ាំហូបចុកសម្រាប់ចាស់សម្រាប់ក្មេងគឺយើងមានគ្រប់ទម្រង់យើងមិនបង្អង់យូរទេបន្ទាប់ពីញ៉ាំហើយយើងក៏ត្រឡប់មកផ្ទះពូវិញនៅពេលហ្នឹងឯងដែលយើងបានចាក់ធុងបាសហើយក៏ធ្វើការរាំជុំគ្នាដើម្បីឲ្យបរិយាកាសកាន់តែសប្បាយពីព្រោះដោយសារតែការជួបជុំគ្នានេះមិនងាយមានទេដោយសារតែកត្តាការនៅឆ្ងាយនឹងផងការរវល់រៀងខ្លួនផងអញ្ចឹងមានតែពេលដែលជួបគ្នាក្នុងរដូវកាលបុណ្យទាននឹងទេដែលយើងបានជួបគ្នាដូចនេះហើយទើបខ្ញុំជាមួយនឹងក្រុមគ្រួសារក៏ដូចជាបងប្អូនទាំងអស់គ្នាគឺបង្កើននូវភាពសប្បាយរីករាយពីព្រោះទម្រាំនឹងយើងបានជួបគ្នាមួយសារទៀតអាចថារដូវកាលឆ្នាំក្រោយក៏ថាបាន